ចាញ់វាសួស្ដីបងប្អូនអរគ្នាថ្ងៃនេះគឺថាដល់ពេលប្រមូលប៉េងប៉ោះឈេរីរបស់យើងហ្នឹងបងប្អូនប៉េងប៉ោះនេះគឺអាយុ80ថ្ងៃហើយការដាំប៉េងប៉ោះឈេរីនេះគឺមានរយៈពេលយូរខ្លាំងមែនតើប៉ុន្តែផលវាក៏បានជាទីគាប់ចិត្តដែរបងប្អូនចានេះគឺល្អខ្លាំងមែនតើគួរឲ្យស្រឡាញ់ហ្មងបងប្អូនអើយនេះទៅទៀតយើងប្រមូលផលវាហើយបងប្អូនអានេះនៅលើនេះក៏មានទុំដែរបងប្អូនថ្ងៃហ្នឹងគឺបងប្អូនថ្ងៃហ្នឹងផងដែរគឺពួកខ្ញុំប្រមូលផលលើទី1បងប្អូនប៉ុន្តែដល់ឡែកពីប៉ុននេះគឺថានេះបងប្អូនអើយណាផ្លែគេលើឡើងស្កាស់វានៅពណ៌បៃតងអញ្ចឹងទៅមើលអត់សូវឃើញតែវាទុំបងប្អូនដល់តែមើលឃើញច្បាស់ហ្មងប៉ុន្តែផ្លែលើនេះគឺឡើងស្កាស់មែនតើអាហ្នឹងគឺអាចប្រមូលផលថ្ងៃបន្តទៀតអញ្ចឹងណាបងប្អូននេះច្រើនមែនតើហ្មងផ្លែវាអញ្ចឹងអានេះយើងប្រមូលតែអាណាទុំល្អហ្នឹងបងប្អូននេះបងប្អូនអូយផ្លែគេល្អនេះស្អាតមែនតើហ្មងនេះវាល្អអញ្ចឹងបេះតើចង់ហូបទៀតបងប្អូនអូយស្អាតទេចាបងប្អូននេះប៉េងប៉ោះយើងប្រមូលផលហើយអូយបងប្អូនអើយល្អខ្លាំងមែនតែនហ្មងនិយាយថាបើនិយាយមិនឲ្យវាសមថាយើងដាំនៅលើធុងសោះហើយយើងដាំនឹងលើតបោផ្ទះយើងសោះហើយយើងបានផលប៉ុណ្ណឹងនិយាយថាអើយបងប្អូនអស់វាចានិយាយហ្មងណាល្អខ្លាំងហើយផ្លែមិនចេះតិចផ្លែឡើងមកចេះផ្លែច្រើនមែនតែនហ្មងបងប្អូន